បាទសូមជម្រាបសួរប្រិយមិត្តស្ដាប់វិទ្យុព្រៃស្ដុក FM 2.3 MHz ផ្សាយចេញពីក្បែរជើងខោក្នុងកម្រិត1ខាងកន្លះអង្តែនមួយទឹកផ្សាយជុំវិញគល់អង្តែនជាទីគោរពរាប់អានកម្មវិធីដោះស្រាយវិបត្តិស្នេហ៍បានវិលមកជួបប្រិយមិត្តសាជាថ្មីដោយសមម្ដងហើយកម្មវិធីនេះបានទទួលការឧបត្ថម្ភពីវិទ្យាស្ថានសេចក្ដីសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងឡុងពេជ្របាទហើយសម្រាប់វាគ្មិនដែលជួយបកស្រាយគឺលោកគ្រូមហាបរិញ្ញាសៀកុកហើយខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីគឺឈ្មោះវណ្ណៈបាទហើយប្រិមិត្តអាចចូលរួមតាមរយៈទូរស័ព្ទលេខ012កតឹបកមុំកចាស់ហើយនឹងផែអាប់ហើយនឹង015ក្រេ4ហើយនឹងផែ7បាទនេះយើងមានប្រិមិត្តចូលរួមហើយសូមអនុញ្ញាតស្វាគមន៍ហៅឡូជំរាបសួរហៅឡូជំរាបសួរបាទសូមស្គាល់ឈ្មោះផងឈ្មោះវណ្ដាមកពីខាងណាមកពីភ្នំពេញបាទហើយរាត្រីនេះមានវិបត្តិអីដែរដើម្បីឲ្យលោកសៀកុកជួយដោះស្រាយបាទមានធំប៉ុណ្ណាបាទនេះមានវិបត្តិសោកស្ញាញ់ទៀតលោកសៀកុកឯងគិតមើលណាបាទយ៉ាងមិនដែរបងអូនមានវិបត្តិអីដែរឬក៏មានបញ្ហាអីដែរអាចនិយាយមកក្នុងកម្មវិធីយើងហើយយើងនឹងរកវិធីដើម្បីជួយផ្ដល់ជាយោបល់ដល់បងអូនបាទកុំភ័យខ្លាចអីណាបណ្ដាវិបត្តិរបស់ខ្ញុំសូមនិយាយណាបាទសូមអញ្ជើញគឺខ្ញុំបានស្រឡាញ់គេម្នាក់ហើយតបមកទៅពួកយើងបានស្គាល់គ្នាហើយបានស្រឡាញ់មានណាស្រឡាញ់ស្គាល់គ្នាទេណែលោកសុគាទេបាទលោកច្រាស់ទៅច្រាស់ទៅច្រាស់ហើយជាបណ្ដាចូលចិត្តច្រាស់យ៉ាងបាទពួកចាស់ហ្នឹងមិនគេរត់ចោលអូបច្រាស់មិនគេរត់ចោលទេហ្នឹងហើយបាទឥឡូវសូមបន្តបញ្ហារបស់បងអូនតទៅទៀតដើម្បីជាសមត្ថកម្មដើម្បីខ្ញុំអាចសន្និដ្ឋានបាទមានឱកាសឲ្យយើងនិយាយទៅគាត់គឺជាសាស្ត្រាចារ្យផងបាទសូមជឿណាហ្នឹងហើយពួកយើងគឺជួបគ្នាដែលចៃដន្យគឺរៀនមួយគ្នាបាទហើយមុនដំបូងខ្ញុំមកចាប់អារម្មណ៍ឯងគេជាអ្នកចាប់ផ្ដើមមុនគេចាប់ផ្ដើមមិនដែរបាទប្រាប់ឲ្យច្បាស់គេចាប់ផ្ដើមតាក់តងចិត្តស្និទ្ធអីមួយយើងអីចឹងណាបាទមានដែរបានថើបមកខ្សើអីអត់ផងបាទហើយពេលនោះខ្ញុំសុំទោសលោកអណៈសំខាន់តិចពេលនោះថ្នាក់ទីប្រមាណដែរឬក៏រៀននៅមហាវិទ្យាល័យបាទមហាវិទ្យាល័យបាទអញ្ជើញបន្តដំណើររឿងរបស់បងអូនតទៅទៀតស្អីទៅជាបញ្ហាបាទស្អីជាបញ្ហាបាទសូមបញ្ហាគឺរត់ចោលមានបានធ្វើអីបានដឹងថាគេរត់ចោលគេឈប់តាក់តងមកយើងបាទសុំសួរបន្តទៅទៀតបាទបកក្រោយមកវិញបន្តិចថាពេលវេលាប្រហែលឆ្នាំដែរដែលអ្នកទាំងពីរស្គាល់គ្នារាប់អានគ្នាហើយបានសាងអនុស្សាវរីយ៍អីខ្លះបាទ6 ខែហើយយើងបានសាងអនុស្សាវរីយ៍អីខ្លះដែរទៅញ៉ាំអីមួយគ្នាប៉ុណ្ណឹងប៉ុន្តែយ៉ាងណាមិនបានធ្វើឲ្យជ្រុលជ្រោះខុសនឹងប្រពៃណីទេមែនទេចុះបើគេមិនបានថើបមកខ្សើផងលោកសុគាគិតមើលខ្ញុំឆ្ងល់អាប្រុសហ្នឹងឈួតទេមកបាទគិតចឹងអត់អញ្ចឹងអ្វីដែលបងអូនឲ្យចង់ឲ្យកម្មវិធីយើងជួយបាទខ្ញុំក៏ចង់ដឹងថាហេតុអីក៏មនុស្សប្រុសចិត្តអញ្ចឹងបាទហើយចិត្តចាប់ផ្ដើមហើយជាអ្នកបញ្ចប់ហើយដល់អត់ប្រាប់ពីហេតុផលទេអូបាទគ្មានហេតុផលទេបាទហើយចូលបងអូនវិញមានអារម្មណ៍បែបណាដែរនៅពេលដែលគេបែកចោលយើងមានការឈឺចាប់ឬក៏ចង់ឲ្យគេត្រឡប់មកវិញឬក៏យ៉ាងម៉េចបាទអត់ចង់ត្រឡប់ទេអត់ចង់ជឿត្រឡប់ទេបាទខ្ញុំក្តោបបានបញ្ហារបស់បងអូនហើយខ្ញុំសូមធ្វើជាបទអន្តរាគមន៍ក៏ដូចជាផ្ដល់ជាគំនិតយោបល់មួយចំនួនដល់បងអូនដូចតទៅនេះបាទចំពោះប្រុសម្នាក់នេះខ្ញុំគិតថាជាប្រុសដែលមិនមានការទទួលខុសត្រូវទេដូច្នេះហើយបងអូនមិនគួរគប្បីនឹងទលងស្រឡាញ់ទេបាទបើនិយាយទៅប្រុសនេះដូចជាឈួតតែហ្មងបាទខ្ញុំក៏គិតចឹងដែរលោកសុគាមួយនឹងឈ្មោះអីដែរប្រុសហ្នឹងមានចាំឈ្មោះវាអត់បាទមានបាត់អីបាទភ្លេចបាត់ហើយបាទវាណាស្រឡាញ់ខ្ញុំអត់ស្គាល់ឈ្មោះនេះមិនលោកសុគាបាទបើនិយាយពីប្រុសម្នាក់ហ្នឹងគឺថាដូចឈួតចឹងបាទខ្ញុំក៏គិតថាដូចឈួតដែរតែសោះបើជួបស្រីស្អាតប៉ុណ្ណឹងហើយបោកមិនបានខ្លួនហើយវាទៅបាត់ខ្ញុំស្ដាយមែនទែនខ្ញុំក៏គិតអញ្ចឹងដែរហើយប្រុសនេះបានថើបមកខ្សើប្រុសនេះមិនឆ្លាតទេដូច្នេះហើយប្អូនស្រីគួរគប្បីកុំសំណោះឡើយព្រោះថាបើវាឆ្លាតវាបោកបានខ្លួនយើងដែរប៉ុន្តែម្នាក់នេះមិនឆ្លាតតតែសោះហើយប្អូនយកមកធ្វើជាគូអនាគតប្អូនរំពឹងអីបើការងារអីណានឹងគ្មានបានតិចផង6ខែគ្មានដឹងខ្យល់អីសោះអញ្ចឹងរកស៊ីចំនួនជួញដូរធំយើងធ្វើយ៉ាងម៉េចកើតហើយធ្វើជាមេគ្រួសារយ៉ាងម៉េចកើតណាអញ្ចឹងបងមាន
អ្វីដែលបងចង់ជូនបងអូនគឺជូនប៉ុណ្ណឹងហើយបងអូនមានសំណួរអីទៀតបាទមិនដែរបានដែរសំណួរខ្ញុំចង់ក្រោយទទួលបានទេពីការបកស្រាយរបស់លោកសៀកុកបាទខ្ញុំគិតថាចេះលោកសៀកុកបាទប្រុសហ្នឹងមិនដឹងជាកើតនៅមកហ្នឹងខួរក្បាលប្រហែលខាំនេះដូចភ្លឺដូចលោកសុគាថាអញ្ចឹងណាបាទឈួតទៅហ្មងយើងនិយាយថាឈួតទៅហ្មងសូមអធិស្ឋានបាទប្រិយមិត្តអ្នកស្ដាប់បាទខ្ញុំថាឲ្យប្រុសម្នាក់ហ្នឹងណាបាទដឹងអាប្រុសនឹងឈ្មោះទៀតហើយនាងក៏ភ្លេចទៀតបណ្ដាមិនចាំឈ្មោះអត់ចាំទេប៉ុន្តែចង់សួរអត់ចាំទេរនឹកយ៉ាងណាក៏មិនឃើញដែរណាខាងលោកវិញថាធ្លាប់បើនិយាយអញ្ចឹងលោកថាគេភ្លើមែនទេបាទអញ្ចឹងចាខាងលោកវិញបានន័យថាឆ្លាតចឹងបានន័យថាបោកស្រីបាននេះហើយបាទជាទូទៅខ្ញុំជាមនុស្សឆ្លាតបើសិនជាខ្ញុំបោកគឺមិនតិចជាង 1000 នាក់ទេប៉ុន្តែខ្ញុំមិនដើរបោកអ្នកណាសោះព្រោះខ្ញុំគិតថាកូនគេកូនយើងណាកូនគេកូនឯងបាទកូនគេកើតស្រែងបាទឯងកើតល្មោះប៉ុន្តែបើសិនជាគេបដោយបាទអាហ្នឹងជារឿងមួយផ្សេងបាទការកាន់សិលគឺជារឿងមួយផ្សេងប៉ុន្តែយ៉ាងណាក៏ដោយយើងកើតមកជាមនុស្សត្រូវតែចេះប្រើប្រាស់ជីវិតរបស់យើងឲ្យមានន័យព្រោះថាឆាកជីវិតរបស់មនុស្សយើងខ្លីណាស់បាទក្រោយើងអាយុ30ពាក់កណ្ដាល60ឥឡូវនេះតាម60អីហ្នឹងចូលចាស់ជរាហើយឬក៏អាយុថាចាស់បំផុតហ្នឹងមិនបានដល់100ដូចចាស់ពីដើមទេដូច្នេះហើយយើងត្រូវយកជីវិតយើងឲ្យជួបនឹងរឿងសប្បាយធ្វើអ្វីដែលមានប្រយោជន៍កុំឲ្យប្រឡាក់ប្រឡូកនឹងរឿងដែលអត់បានការរឿងដែលអពមង្គលនិងជាពិសេសដកខ្លួនចេញឲ្យឆ្ងាយពីបរោះដែលធ្វើឲ្យខូចពូជបរោះគេនៅក្នុងលោកដោយដែលបងអូនបាននិយាយអំបញ្ញមិញអញ្ចឹងបាទខ្ញុំសូមជូនប៉ុណ្ណឹងណាដោយសារអរគុណបណ្ដាបាទជំរាបលាហើយសង្ឃឹមថាបណ្ដានឹងជួបអាប្រុសណាឆ្លាតជាងអាប្រុសនេះទៀតបាទជំរាបលាបាទបាទអរគុណលោកសៀកុកបាទសូមជម្រាបដល់ប្រិយមិត្តអ្នកស្ដាប់ផងនេះគឺជាកម្មវិធីដោះស្រាយវិបត្តិស្នេហ៍ដែលទទួលការឧបត្ថម្ភទាំងស្រុងពីមហាវិទ្យាល័យសេដ្ឋសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងឡុងពេជ្រឥឡូវនេះយើងបន្តជួបប្រិយមិត្តមួយខ្សែទៀតមកពីខាងប្រព័ន្ធ012បាទសូមនិយាយលឺតិចបាទដល់ប្រិយមិត្តអូថ្ងៃនេះខ្ញុំស្អកកជឿចិត្តពេកយំឡើងស្អកកអស់អូអាណិតណាស់ហើយឈ្មោះអីដែរខ្ញុំឈ្មោះបូផាបាទឈ្មោះបូផាហើយបូផាមកពីខាងណានៅចិត្តហ្នឹងឯងនៅចិត្តហ្នឹងឯងទេមានជ័យនៅចិត្តទេមានជ័យងាប់ហើយមានវិបត្តិអីដែរថ្ងៃនេះបានជួបជាមួយនឹងលោកគ្រូសៀកុកបាទគាត់នឹងគឺជាសាស្ត្រាចារ្យមហាបរិញ្ញានៃវិទ្យាល័យសេដ្ឋសាស្ត្រហើយនិងតណ្ហាសាស្ត្របាទសូមជើញបងសូមគោរពលោកបាទជម្រាបសួរបងអូនចាបងអូនឈ្មោះអីដែរបូផាបាទបូផាលោកបូផាបាទអញ្ចឹងសូមបងអូនលើកឡើងនៅបញ្ហាដែលបងអូនចង់ឲ្យកម្មវិធីយើងជួយបងអូនណាចាខ្ញុំឆ្ងល់ដែរខ្ញុំហ្នឹងឥឡូវអាយុខ្ទង់ចិត្ត30ហើយប៉ុន្តែចិត្ត30ហើយអូមិត្តប្រុសម្នាក់មិនបានសោះបាទមិត្តប្រុសមូលហេតុអីបាទមិត្តប្រុសចង់និយាយថាមិត្តប្រុសរាប់អានគ្នាធម្មតាឬក៏មិត្តប្រុសអីក៏បានដែរ sweet heart អីចឹងបងអូន sweet ចង់ជូរហាតតែមិនក៏បានឲ្យតែបានតែរោមួយគ្មានសោះបាទហើយខំប្រឹងណាស់ដែរឬក៏យ៉ាងម៉េចបាទខ្ញុំថាខ្ញុំស្អាតដែរបើខំប្រឹងស្វះស្វែងរកណាស់ដែរឬក៏មិនបានប្រឹងប្រែងទេប្រឹងប្រែងធម្មតាទេដូចធ្វើល្មមដែរធម្មតាអូនត្រង់ហ្នឹងខ្ញុំមុននឹងឲ្យបងអូនបន្តនៅបញ្ហារបស់បងអូនតទៅទៀតខ្ញុំចង់លើកសុភាសិតមួយឬក៏ទស្សនៈមួយយកមកបង្ហាញបងអូនគេថាណែទម្រាំតែយើងចង់បានទម្រាំតែគេចង់បានផងនៅគង់មិនបានសម្រេចដោយបំណងចុះទម្រាំតែយើងដែលយើងមិនចង់បានហើយយើងធ្វើបង្ងើយកន្តើយតើសត្វមរឹកណាដែលភ្លើរត់មកចូលមាត់សឹងដែលកំពុងតែដេកលោកគិតថាខ្ញុំមិនសឹងនេះគឺជាឧទាហរណ៍គឺជាឧបមាណាអញ្ចឹងឧបមាថាប្អូនជាសឹងប្អូនត្រូវស្វះស្វែងរកមរឹកដូចជាបុប្ផាស្វែងរកមិត្តប្រុសអញ្ចឹងដែរអញ្ចឹងតលតែប្អូននឹងរៀងបន្តិចដែរបាទដូច្នេះហើយបានមនុស្សប្រុសហ្នឹងគេដឹងបាទគេដឹងគេលោកសុគាជួយបកស្រាយប្រាប់ទៅបុប្ផាផងថាអាសហ្នឹងបុប្ផាលើអត់សូវយល់អាសបាទយើងហាច់បាទយើងរៀងហាច់តិចទៅដើម្បីដូចថារៀងហេដាក់គេបន្តិចទៅណាបាទហេនោះគឺថាយើងឲ្យដៃណាឲ្យដៃមិនទៅឲ្យខ្លួនហ្នឹងបាទយើងផ្ដាល់ទឹកមុខញ៉ាំញែមកេះមុខកេះក្រោយអីចឹងទៅដើម្បីឲ្យគេដឹងថាយើងហ្នឹងយើងមើលចេះឥឡូវខ្ញុំអាចជួយជាយោបល់ខ្លះបាទលោកសុគានៅពេលដែលបុប្ផាឃើញប្រុសចឹងបុប្ផាតែងបង្ហាញអាកប្បកិរិយាយ៉ាងម៉េចនៅពេលដែលឃើញប្រុសដែលបុប្ផាចាប់អារម្មណ៍បាទដូចជាទុនភ្លុនឬក៏អត់និយាយរកគេអីចឹងនៅអៀនបាទបុប្ផាធ្វើអៀនណាលោកសុគាបាទអាចជួយយ៉ាងម៉េចបាទ
ពេលខ្លះអៀនបង្កប់នៃពេលខ្លះអៀនយកតែមែនតែនបាទអៀនគេហៅថាអៀនខ្វាច់ហ្នឹងណាអញ្ចឹងអៀនបែបហ្នឹងគ្មាននរណាហ៊ានចូលទេហ្នឹងថាអ្នកក្រមិនហ៊ានអ្នកមានមិនទៅណាគឺមើលតែយើងនឹងដូចជាមិនចេះរីករាយរស់រាយរាក់ទាក់អីសោះក៏ពិបាកនឹងរាប់អានដែរអញ្ចឹងហើយគេត្រូវការញញឹមញញែមជួនកាលបងអូនធ្លាប់ជួបប្រទះទេអ្នកខ្លះញញឹមសល់ណាញញឹមសល់សោះពីណាទៅសេពតែពេលងាកចេញទៅមានម្នាក់ទៀតងាកមកឃើញយើងញញឹមក៏ញញឹមតម្នាក់នេះខ្លាចអៀនក៏ញញឹមចេះបន្តញញឹមដាក់គ្នាក៏សុំរាប់អានគ្នាស្គាល់គ្នាឥឡូវការកូន5នៅក្បែរផ្ទះខ្ញុំរឿងដោយសារញញឹមសល់ហ្នឹងបាទអញ្ចឹងភាពញញឹមញញែមរបស់បងអូនបងទាញជាប្រយោជន៍មកវិញអាចជួយឲ្យបងអូនរកមិត្តប្រុសបានផងដែរបាទមានចម្ងល់អីទៀតទេឬក៏យើងគិតថានៅខ្វះអីដែលចង់ឲ្យលោកគ្រូសៀកុកបន្ថែមហើយខ្ញុំបន្ថែមបន្តិចទៀតបងអូនមិញបានជម្រាបប្រាប់កម្មវិធីយើងថាបងអូនអាយុប្រមាណហើយ30បាទបើនិយាយពីវ័យ30នេះវានិយាយទៅវាឡើងកញ្ចាស់ទៅហើយដូច្នេះហើយការដែលស្វែងរកមិត្តប្រុសតើយើងរៀងស្វែងបន្តិចបើមិនចឹងងាយទេបាទលោកសុកេខ្ញុំកាត់តិចវ័យ30ដូចជាបុប្ផាបើនិយាយទៅដូចឡើងខ្ទិះហ៎ហួសហើយបាទបើនិយាយទៅដល់កពីងវិញហើយបើដូងណាទិញខ្ទុះបាទយ៉ាងម៉េចដែរបុប្ផាទទួលបានទេនៅយោបល់របស់វាគ្មិនយើងអញ្ចឹងបានន័យថាវាគ្មិនឲ្យខ្ញុំញញឹមឲ្យច្រើនខ្ញុំគិតថាខ្ញុំញញឹមច្រើនដែរមានទៀតដូចឲ្យហាច់បន្តិចហាច់បាទយើងឆើលតិចហើយយើងស្លៀកពាក់អីទៅតាមរបៀបថាគេបង្ហាញនៅសភាពអាសរបស់យើងណាបាទឲ្យគេបានដឹងបងអូនមើលតែមន់គោកហេតុអីបានជាមន់គោកយើងមើលតែធម្មជាតិណាមន់គោកមិនក៏រូបរាងអីមានពណ៌ដូចល្ខោនហ៊ីដោយសារមន់គោកនឹងត្រូវការចែកចង់មេដូច្នេះត្រូវតុបតែងខ្លួនឲ្យបានស្អាតបើមិនចឹងទេគឺមេអត់ព្រមឲ្យជន់ទេអានេះជាមន់ប៉ុន្តែបើបងអូនវិញក៏មិនខុសគ្នាដែរគឺការតុបតែងខ្លួនភាពហាច់ហាលការបោកបឆោតអីហ្នឹងគឺត្រូវតែមានមន់គោកពេលខ្លះចឹកក្របគ្រោះទម្លាក់ហើយមេមន់នោះនឹកស្មានថាជាចំណីហ៎ជាចំណីខំរត់ទៅមានណាញ៉ណាលោកអាណាបាទនេះទៅដល់មន់គោកហ្នឹងគឺជន់មន់មេលឺញ៉នេះញ៉បាទនេះមិនរឿងធ្វើមន់ទេបាទគឺថានិយាយនេះឧបមាថាជាមន់បាទប៉ុន្តែបើឲ្យយើងវិញក៏ត្រូវតែមានល្បិចដែរក្នុងស្នេហាលបែងស្នេហាអ្នកណាដែលស្រឡាញ់គេអស់ 100% ពេកក៏មិនកើតដែរយើងត្រូវទុកភាគរយខ្លះដើម្បីស្រឡាញ់ខ្លួនយើងស្រឡាញ់ឪពុកម្ដាយបើមិនចឹងទេមានមនុស្សស្លាប់បន្តិចទេដោយសារវិបត្តិស្នេហាខូចចិត្តទៅពិភពលោកគ្មានអ្នកណាទេមានម្នាក់ហ្នឹងទេបាទដល់ពេលស្លាប់បាត់ទៅច្រើនឆ្នាំបានដឹងថាអូម្នាក់ហ្នឹងតាមពិតមិនស្មោះនឹងយើងអីប្រមាណផងហើយក៏មិនស្អាតអីប្រមាណផងហើយខ្ញុំទាញឧទាហរណ៍មួយទៀតដូចជារូបសម្បត្តិអញ្ចឹងដែរបងអូនជួនកាលប្រហែលជាបងអូនរើសពេកប៉ុន្តែតាក់ទងនឹងរូបសម្បត្តិបងអូនគ្មានអ្វីជាថិតថេរជាគង់វង្សទេយើងស្រឡាញ់គ្នាមែនណា10ឆ្នាំដំបូងយើងថាស្អាតមែនប៉ុន្តែ10ឆ្នាំក្រោយពីពេលការហើយមេឃភ្លៀងមេឃងឹតមេឃរកភ្លៀងហើយព្រោះហេតុអីប្រែប្រួលទាំងអស់មានតែចិត្តទេចិត្តស្រឡាញ់ទេដែលយើងអាចថាថែរក្សាវាបានមិនឲ្យប្រែប្រួលប៉ុន្តែរូបសម្បត្តិទោះបីណាឯងសខ្ចីចៃញញហើយដល់10ឆ្នាំក្រោយមកញញដែរប៉ុន្តែញញជ្រួញបាទវាអាចអញ្ចឹងណាបាទសូមជូនបងអូនប៉ុណ្ណឹងបាទយ៉ាងម៉េចដែរបុប្ផាទទួលបានទេយោបល់របស់វាគ្មិនយើងតែខ្ញុំមាននេះមួយការតូចចិត្តមួយដែរដូចរូបរាងខ្ញុំអីស្អាតបាតប៉ុណ្ណឹងដែរតែនៅតែគេមិនមើលឃើញបាទអរគុណចេះខ្ញុំនិយាយដោយចំហតាមរលកអាកាសប្រសិនបើបុប្ផាខ្វះគូស្នេហ៍មែនតើបើមែនតើទៅខ្ញុំស្រឡាញ់ខ្ញុំអត់ឡើយខ្ញុំសួរចេះបើសិនជាស្រឡាញ់ខ្ញុំបាទខ្ញុំអត់ប្រកាន់ទេលោកសុគាប៉ុន្តែលោកសុគាមកមើលមុខខ្ញុំសិនណាបាទចាំថ្ងៃណាខ្ញុំជួបណាបើសិនជាយើងអាចសាងស្នេហាគ្នាបានឬក៏ចឹងលោកវណ្ណៈក៏បានដែរណាខ្ញុំទៅដែរបាទខ្ញុំទៅដែរទៅមើលបើសិនជាយើងអាចស្រឡាញ់គ្នាបានស្រឡាញ់គ្នាទៅមានតអីទេបាទអរគុណច្រើនណាអរគុណច្រើនបុប្ផាវិទ្យុ Praise Lock មានកម្មវិធីគ្រប់គ្រឿងកុំ